បុរសម្នាក់ដែលចំណាយពេល16ឆ្នាំនៅក្នុងគុកអង្គុយសិក្សាអំពីទស្សនវិទូដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រដូចជាអារីស្តូត សូក្រាតហើយនិងខុងជូជាដើមពួកយើងប្រហែលជាគិតថាពេលចេញមកវិញគាត់នឹងក្លាយទៅជាមនុស្សថ្មីជាមនុស្សដែលកែខ្លួនមែនអត់ចុះបើសិនបើការសិក្សាអប់រំទាំងនោះគ្រាន់តែជួយឲ្យគាត់ក្លាយទៅជាអ្នកតនឆ្លៀសវៃហើយនឹងគាត់ខ្លាចជាងមុនវិញតើវានឹងទៅជាយ៉ាងណាថ្ងៃនេះយើងមិនត្រឹមតែមកតាមដានសំណុំរឿងឃាតកម្មសម្រាប់មនុស្សបន្តនោះទេប៉ុន្តែយើងនឹងមកយល់ទាំងអស់គ្នាថាតើការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរពីកម្មារភាពវាបានកែប្រែប្រព័ន្ធខួរក្បាលរបស់មនុស្សម្នាក់បានយ៉ាងដូចម្តេចហើយហេតុអ្វីបានជាការដាក់ទោសនៅក្នុងពន្ធនាគារធម្មតាជួនកាលបែរជាបរាជ័យទាំងស្រុងទៅវិញត្រឡប់ទៅកាន់ឆ្នាំ1889នៅទីក្រុងតូក្យូប្រទេសជប៉ុនក្នុងចុងយុគសម័យមេជីនេះជាកន្លែងដែលសាតូរូហ្វូកៃបានចាប់កំណើតប៉ុន្តែជីវិតកម្មាភិបរបស់គេមិនមែនពោរពេញទៅដោយការលេងសើចសប្បាយនិងមានក្តីសុខនោះទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកសម័យតាមខ្ញុំគេរស់នៅក្នុងគ្រួសារមួយដែលរស់នៅក្នុងស្ថានភាពក្រីក្រតោកយ៉ាកបំផុតឪពុករបស់គេគឺជាមនុស្សញៀនស្រាធ្ងន់ធ្ងរហើយអ្វីដែលគួរឲ្យអាក្រក់ហើយនឹងគួរឲ្យខ្ពើមឆ្អើមនោះគឺគាត់តែងតែធ្វើកម្មភាពរួមភេទយ៉ាងអាហាភិសនៅចំពោះមុខកូនតូចរបស់គាត់ផ្ទាល់តែម្ដងតាមផ្លូវចិត្តរឿងបែបនេះបំផ្លាញការលូតលាស់ខួរក្បាលនិងការយល់ដឹងអំពីសិលធម៌របស់សាត្រូទាំងស្រុងតាំងតែពីតូចមកនៅក្នុងវ័យត្រឹមតែ7ឆ្នាំដោយសារការទទួលឥទ្ធិពលពីអ្វីដែលគេបានឃើញរាល់ថ្ងៃសាត្រូក៏ចាប់ផ្ដើមបំពេញផ្លូវភេទទៅលើប្អូនស្រីបង្កើតរបស់ខ្លួនឯងចូលទៅដល់អាយុ8ឆ្នាំគ្រួសាររបស់គេបានបង្ខំឲ្យគេឈប់រៀនហើយចេញទៅធ្វើការដោះស្រាយជីវភាពខ្លួនឯងនៅខាងក្រៅប៉ុន្តែដោយសារតែបញ្ហាផ្លូវចិត្តស្មុគស្មាញនិងទម្លាប់លួចលុយតកែគេមិនអាចឲ្យធ្វើការបានជាប់លាប់នោះទេគឺតែងតែរត់ចោលឬក៏ត្រូវគេដេញចេញពីកន្លែងធ្វើការជាបន្តបន្ទាប់រហូតដល់គេមានអាយុ11ឆ្នាំពេលកំពុងធ្វើការនៅក្នុងរោងចក្រតម្បាញមួយរឿងដែលគួរឲ្យអាក្រក់មួយទៀតនោះបានកើតឡើងដែលបានរុញច្រានក្មេងប្រុសម្នាក់នេះឲ្យធ្លាក់ចូលទៅក្នុងភាពងងឹតជារៀងរហូតគេត្រូវបានមិត្តភ័ក្តិរួមការងារស្រីដែលមានអាយុ17ឆ្នាំម្នាក់រំលោភបំពានផ្លូវភេទហើយដឹងអត់ថារឿងដែលគួរឲ្យហួសចិត្តបំផុតនោះគឺជាអ្វីគឺសាត្រូខ្លួនឯងបែរជាត្រូវតកែដេញចេញពីកន្លែងការងារដោយសារតែរឿងនេះទៅវិញពេលនឹកដល់រឿងនេះខ្ញុំពិតជាមានអារម្មណ៍ថាអាណិតដែលក្មេងប្រុសម្នាក់នោះត្រូវបានមនុស្សចាស់និងសង្គមជុំវិញខ្លួនបោះបង់ចោលទាំងស្រុងតាំងតែពីតូចប៉ុន្តែជារឿងអកុសលក្មេងប្រុសរងគ្រោះដ៏គួរឲ្យអាណិតម្នាក់នេះកំពុងតែធំពេញវ័យហើយចិត្តនឹងប្រែក្លាយខ្លួនទៅជាឃាតករសម្រាប់មនុស្សដ៏សាហាវដោយដៃផ្ទាល់របស់ពួកគេចូលមកដល់ឆ្នាំ1906ពេលដែលសាត្រូមានអាយុ17ឆ្នាំភាពងងឹតក្នុងចិត្តរបស់គេបានផ្ទុះឡើងយ៉ាងខ្លាំងនៅពេលនោះគេធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីវ័យចំណាស់អាយុ54ឆ្នាំម្នាក់រួចក៏បានឈានទៅដល់ការរំលោភកូនស្រីអាយុ11ឆ្នាំរបស់ស្ត្រីនោះព្រមទាំងក្មេងស្រីតូចៗដទៃទៀតនៅក្នុងភូមិថែមទៀតផងប៉ុន្តែអ្វីមិនបានបញ្ចប់ត្រឹមការរំលោភបំពាននោះទេនៅថ្ងៃទី24ខែកញ្ញាឆ្នាំ1906ព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្បែរប្រាសាទមាសមួយដ៏ល្បីល្បាញប្រចាំទីក្រុងតូក្យូសាត្រូបានលួងលោមក្មេងស្រីអាយុ11ឆ្នាំម្នាក់ដែលគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាតែប៉ុណ្ណោះអារម្មណ៍ភ័យខ្លាចរបស់ក្មេងស្រីតូចនោះនៅពេលដែលនាងដឹងថាមនុស្សដែលនាងស្គាល់នឹងទុកចិត្តបែរជាប្រែក្លាទៅជាមនុស្សដែលមានចិត្តកាយសាហាវមួយប្រព្រឹត្តភ្នែកគេបានចាប់រំលោភហើយនឹងសម្លាប់នាងចោលនៅក្នុងព្រៃយ៉ាងសាហាវបំផុតនេះគឺជាឃាតកម្មទី1របស់សាត្រូវាជារឿងដែលគួរសង្វេគណាស់ដែលក្មេងស្រីតូចបរិសុទ្ធម្នាក់ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេងដោយសារតែគំនុំអាក្រក់
និងជំងឺផ្លូវចិត្តដែលបង្កឡើងដោយសារអតីតកាលដ៏ខ្មៅងងឹតរបស់ក្មេងប្រុសម្នាក់នេះបន្ទាប់ពីហេតុការណ៍នោះបានកើតឡើងសាត្រូក៏ត្រូវបានប៉ូលីសចាប់ខ្លួនគេត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកហើយនេះជាចំណុចចាប់ផ្ដើមនៃជីវិតនៅក្នុងគុករបស់សាត្រូប៉ុន្តែអ្វីដែលគេធ្វើនៅក្នុងគុកវាគឺជារឿងដែលយើងនឹកស្មានមិនដល់ទៅវិញពេលដែលសាត្រូត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់ពន្ធនាគារប្រព័ន្ធយុត្តិធម៌របស់ប្រទេសជប៉ុននៅក្នុងសម័យមេជីនោះមានភាពតឹងរ៉ឹងនិងប្រៃផ្សៃនេះនៅដើមសតវត្សទី20គេមិនទាន់មានពាក្យថាអ្នកប្រឹក្សាឬក៏ពេទ្យវិកលចរិតសម្រាប់ក្មេងដែលមានប្រវត្តិរងគ្រោះពីការរំលោភបំពានធ្ងន់ធ្ងរបែបនេះនោះទេតុលាការគ្រាន់តែឃើញថាសាតារ៉ូគឺជាឃាតករយ៉ាងសាហាវឃោរឃៅម្នាក់ពួកគេក៏បានកាត់ទោសសាតារ៉ូឲ្យជាប់គុករហូតដល់16ឆ្នាំពេញសម្រាប់បទល្មើសឃាតកម្មនិងរំលោភសន្តិវៈនេះសម្រាប់យុវជនវ័យទៅតែ17ឆ្នាំម្នាក់ការប្រឈមមុខនឹងជីវិត16ឆ្នាំនៅក្នុងគុកដែលត្រជាក់និងងឹតវាប្រៀបដូចជាការកាត់ទោសប្រហារជីវិតរបស់ពួកគេទាំងរស់អញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកសម័យមើលជីវិតនៅក្នុងគុកនៅក្នុងប្រទេសជប៉ុនកាលពី100ឆ្នាំមុនវាជាកន្លែងដែលពោពេញទៅដោយការបង្អត់អាហារការដាក់វិន័យការវាយដំនិងជំងឺដង្កាត់ផ្សេងដែលងាយឆ្លងបំផុតអ្នកទោសភាគច្រើនប្រសិនបើមិនស្លាប់ដោយសារតែជំងឺកាមរោគជំងឺរបេងឬក៏ជំងឺផ្សេងក៏ប្រកបជាបាក់ទឹកចិត្តរហូតដល់បាត់បង់ស្មារតីប៉ុន្តែសម្រាប់សាត្រូវិញអ្វីខុសឆ្លាស់ពីអ្នកទោសដទៃគេមិនបានតវ៉ាមិនបានវាយតបឬបង្កបញ្ហាណាមួយជាមួយអ្នកទោសផ្សេងនោះទេផ្ទុយទៅវិញបន្ទប់ឃុំឃាំងដ៏តូចចង្អៀតមួយនេះបានក្លាយទៅជាកន្លែងដែលមានសុវត្ថិភាពតែមួយគត់សម្រាប់ឲ្យគេលាក់ខ្លួនពីសង្គមខាងក្រៅដែលធ្លាប់តែធ្វើបាបនិងស្អប់ខ្ពើមនៅក្នុងភាពឯកោនោះសាតារ៉ូបានរកឃើញមិត្តភក្តិថ្មីមួយនោះគឺសៀវភៅពីក្មេងប្រុសម្នាក់ដែលមិនសូវចេះអក្សរនិងធ្លាប់បានគេដេញចេញពីកន្លែងរោងចក្រដំបានគេចាប់ផ្ដើមអានហើយអានទៀតដោយមិនចេះនឿយហត់ដោយសារតែក្នុងគុកមានបណ្ណាល័យសម្រាប់អ្នកទោសគេបានចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃសិក្សាពីអក្សរសាស្ត្រចិនបុរាណគណិតវិទ្យានិងអក្សរកាណារបស់ជប៉ុននៅពេលនោះឆ្មាំគុកចាប់ផ្ដើមសង្កេតឃើញថាអ្នកទោសក្មេងដែលធ្លាប់តែសម្លាប់ក្មេងស្រីយ៉ាងសាហាវប្រៃផ្សៃម្នាក់នេះឥឡូវបែរជាអង្គុយស្ងៀមស្ងាត់និងអានសៀវភៅដូចជាអ្នកប្រាជ្ញទៅវិញវាជារូបភាពមួយផ្ទុយស្រឡះរវាងអំពើឃាតកម្មដ៏សាហាវនិងភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ឃុំឃាំងរបស់គេរាល់ថ្ងៃគេអង្គុយសង្ចឹងគិតធ្វើខ្លួនសាមញ្ញហាក់ដូចជាកំពុងតែលាងជម្រះបាបកម្មរបស់ខ្លួនអញ្ចឹងឃើញបែបនេះប្រព័ន្ធតុលាការនិងមន្ត្រីពន្ធនាគារក៏ចាប់ផ្ដើមជឿជាក់ថាការដាក់ទោសនេះពិតជាមានប្រសិទ្ធភាពមែនពួកគេគិតថាក្មេងប្រុសបាត់សង្គមអ្នកនេះពិតជាបានកែប្រែខ្លួនជាមនុស្សថ្មីដែលចេះដឹងនិងមានសីលធម៌ហើយមកទៅប៉ុន្តែការពិតដ៏គួរខ្លាចនោះដែលគ្មានអ្នកណាដឹងនោះទេការអានសៀវភៅមិនអាចព្យាបាលជំងឺផ្លូវចិត្តនិងចំណង់របស់គេបាននោះទេការអប់រំនៅខ្លួនឯងនៅក្នុងគុកវាគ្រាន់តែជួយបិទបាំងភាពសាហាវយង់ខ្នងដែលលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងខួរក្បាលរបស់គេតែប៉ុណ្ណោះនៅពីក្រោយមុខមាត់ពីយុវជនស្ងប់ស្ងាត់និងស្រឡាញ់ការសិក្សានេះអ្នកទោសម្នាក់នេះកំពុងតែអង្គុយរងចាំថ្ងៃរួចខ្លួនយ៉ាងស្ងៀមស្ងាត់បំផុតឈានចូលមកដល់ឆ្នាំ1922ពេលវេលា16ឆ្នាំរបស់សាតារ៉ូនៅក្នុងពន្ធនាគារក៏ត្រូវបានបញ្ចប់នៅពេលនោះគេមានអាយុ33ឆ្នាំហើយបានឈានជើងដើរចេញពីគុកមកកាន់ពិភពខាងក្រៅវិញនៅពេលនោះប្រទេសជប៉ុនកំពុងស្ថិតក្នុងយុគសម័យតៃស៊ូដែលជាសម័យនៃការផ្លាស់ប្ដូរសង្គមចាប់ផ្ដើមស៊ីវិល័យនិងមានភាពអ៊ូអរជាងកាលពីមុនឆ្ងាយជាមួយនឹងចំណេះដឹងផ្នែកទស្សនវិជ្ជាដែលគេខំរៀនសូត្រនៅក្នុងគុកនោះសាតារ៉ូបច្ចុប្បន្នព្យាយាមរស់នៅជាមនុស្សធម្មតាម្នាក់គេបានខិតខំដើររកការងារធ្វើដើម្បីចិញ្ចឹមជីវិតដ៏សុចរិតប៉ុន្តែយើងគិតថាសង្គមខាងក្រៅពិតជាផ្ដល់ឱកាសទី2
ឲ្យអតីតឃាតករដែលធ្លាប់រំលោភនិងសម្លាប់ក្មេងស្រីមែនអត់ចម្លើយគឺអត់ទេខ្ញុំតែងតែសង្កេតឃើញរឿងនេះកើតឡើងដដែលនៅក្នុងសំណុំរឿងក្តីអក្រិតកម្មផ្សេងសង្គមតែងតែនិយាយថាចង់ឲ្យអ្នកតោះកែខ្លួនប៉ុន្តែសង្គមខ្លួនឯងវិញបែរជាបិទទ្វារមិនទទួលយកពួកគេទៅវិញមិនយូរប៉ុន្មានបន្ទាប់ពីគេទទួលបានការងារប្រវត្តិដ៏ខ្មៅងងឹតរបស់គេកាលពីក្មេងក៏បានគេជីកកកាយមកម្ដងទៀតអ្នកដែលធ្វើការជាមួយគេចាប់ផ្ដើមមានភាពភ័យខ្លាចហើយតកែក៏បានបញ្ឈប់គេពីការងារភ្លាមដោយគ្មានយោគយល់អ្វីទាំងអស់ការត្រូវគេដេញចេញនឹងរើសអើងនេះវាបានវាយប្រហារផ្លូវចិត្តធ្ងន់ធ្ងរវាបានធ្វើឲ្យសាតារ៉ូនឹកឃើញពីអតីតកាលកាលពីក្មេងដែលគេត្រូវបានសង្គមនិងមនុស្សចាស់បោះបង់ចោលភាពក្រីក្រភាពអត់ឃ្លាននិងការសម្លឹងមើលមកគេក្នុងន័យស្អប់ខ្ពើមការដាក់ទោសអារម្មណ៍នឹងខឹងសម្បាដែលបង្ខំលាក់ទុកអស់រយៈពេល16ឆ្នាំក៏ចាប់ផ្ដើមកើតឡើងវិញទស្សនវិជ្ជាដែលគេខំរៀនអស់រយៈពេលរាប់ឆ្នាំនៅក្នុងគុកมันអាចជួយលួងលោមចិត្តដែលកំពុងតែឆេះសន្ធោសន្ធៅនឹងស្រេកឃ្លានផ្លូវភេទដ៏ខុសប្រក្រតីនេះទេការបដិសេធពីសង្គមគឺជាកន្ត្រៃដែលកាត់ផ្ដាច់ខ្សែសិលធម៌ចុងក្រោយរបស់សាតារ៉ូហើយមិនយូរប៉ុន្មានអ្នកទោសដែលដេកលក់យ៉ាងស្ងប់ស្ងាត់អស់រយៈពេល16ឆ្នាំក៏បានចាប់ផ្ដើមកើតឡើងម្ដងទៀតមកដល់ចំណុចនេះខ្ញុំសូមផ្អាកសាច់រឿងបន្តិចសិនខ្ញុំចង់លើកយកចំណុចសំខាន់មួយមកពិភាក្សាជាមួយអ្នកទាំងអស់គ្នាពួកយើងធ្លាប់ឆ្ងល់អត់ថាហេតុអ្វីបានជាការចាប់គុករហូតដល់16ឆ្នាំនិងការអានសៀវភៅទស្សនវិជ្ជាល្អរាប់រយក្បាលមិនអាចកែប្រែសាតារ៉ូបានយើងដឹងអត់ថាក្នុងនាមជាអ្នកតាមដានអក្រិតកម្មនេះគឺជាចំណុចដែលខ្ញុំតែងតែមានអារម្មណ៍សោកស្ដាយនិងហួសចិត្តបំផុតពេលដែលឃើញពីប្រព័ន្ធយុទ្ធធម៌ដើរខុសផ្លូវនៅក្នុងវិទ្យាសាស្ត្រចិត្តសាស្ត្រអក្រិតកម្មមានទ្រឹស្ដីមួយដែលគេហៅថាវដ្តនៃការរំលោភបំពានខួរក្បាលរបស់កុមារវាប្រៀបដូចជាក្តារសមួយសន្លឹកអញ្ចឹងវាស្រូបយកគ្រប់យ៉ាងពីបរិស្ថានជុំវិញខ្លួននៅពេលដែលក្មេងម្នាក់ដូចជាសាតារ៉ូជាដើមរស់នៅមើលឃើញទង្វើអាក្រក់រាល់ថ្ងៃហើយថែមទាំងត្រូវបានគេរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតតាំងពីតូចខួរក្បាលដែលកំពុងតែលូតលាស់របស់ពួកគេត្រូវបានបំផ្លាញយ៉ាងរំដំវាទៅកាត់ផ្ដាច់ប្រព័ន្ធនៃការយល់ចិត្តនិងសិលធម៌ពីកំណើតរបស់ពួកគេសម្រាប់សាតារ៉ូអំពើហិង្សានិងការរំលោភបំពានផ្លូវភេទត្រូវបានខួរក្បាលរបស់គេកត់ត្រាជារឿងធម្មតាទៅហើយដើម្បីតែរស់រានមានជីវិតចំណុចទី2ដែលយើងត្រូវយល់គឺបញ្ហាការប្រព្រឹត្តបទល្មើសសាជាថ្មីនៅដើមទសវត្សរ៍ឆ្នាំ1920គេជឿថាការឃុំឃាំងនៅក្នុងគុកងងឹតគឺជាថ្នាំស័ក្តិសិទ្ធិដែលអាចកែប្រែមនុស្សពីអាក្រក់ទៅល្អបានប៉ុន្តែការពិតទៅការយកមនុស្សដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរទៅដាក់គុកដោយគ្មានការព្យាបាលពីគ្រូពេទ្យឬក៏ចរិតជំនាញវាប្រៀបបានដូចជាយកសត្វសាហាវមួយដែលកំពុងតែមានរបួសទៅបង្ខាំងទុកនៅក្នុងទ្រុងអញ្ចឹងការរៀនអំពីទស្សនវិជ្ជាផ្សេងដូចជាខុងជឺឬក៏សូក្រាតវាពិតជាបានបន្ថែមនៅចំណេះដឹងទូទៅមែនប៉ុន្តែมันបានចុះទៅព្យាបាលជំងឺបញ្ហាផ្លូវចិត្តឬលុបបំបាត់ភាពខ្មៅងងឹតដែលចាក់ឫសយ៉ាងជ្រៅតាំងពីគេមានអាយុ7ឆ្នាំនោះផ្ទុយទៅវិញការអប់រំខ្លួនឯងនៅក្នុងគុកមិនត្រឹមតែมันអាចព្យាបាលខ្លួនឯងបានទេតែវាបែរទៅជាការជួយបំពាក់អាវុធឲ្យគេคล้ายទៅជាអ្នកតោះដែលមានចំណេះជំនាញលាក់បាំងអាចកំបាំងបានយ៉ាងពូកែនិងគួរឲ្យខ្លាចជាងមុនទៅទៀតគេដឹងពីរបៀបនិយាយស្ដីរបៀបគិតនិងរបៀបធ្វើខ្លួនឲ្យមើលទៅស្លូតបូតដើម្បីឲ្យសង្គមខាងក្រៅជឿជាក់ហើយនៅពេលដែលសង្គមខាងក្រៅចាប់ផ្ដើមរើសអើងនិងបដិសេធគេរបាំងមុខដ៏ស្លូតបូតនោះក៏ប្រែក្លាយទៅជាកាយសាហាវវិញភ្លាមឥឡូវនេះយើងត្រឡប់ទៅកាន់ខែមេសាឆ្នាំ1923វិញនេះគឺជាពេលវេលាដែលសញ្ញាព្រមានដ៏ធំបំផុតត្រូវបានរំលេចឡើង
ប៉ុន្តែប្រព័ន្ធយុទ្ធធម៌បែរជាមើលរំលងហើយបណ្ដោយឲ្យមហន្តរាយកើតឡើងកាន់តែធំទៅវិញរយៈពេលមិនដល់1ឆ្នាំស្រួលបួលផងបន្ទាប់ពីសាតូរូត្រូវបានគេដោះលែងចេញពីពន្ធនាគារចំណងដ៏ងងឹតងងល់របស់គេបានទុះឡើងជាថ្មីម្ដងទៀតលើកនេះសាតូរូបានចាប់ក្មេងស្រីតូចអាយុទៅតែ4ឆ្នាំម្នាក់យកម្ករំលោភបំពានយ៉ាងព្រៃផ្សៃសំណាងល្អដែលគេមិនបានសម្លាប់ក្មេងស្រីដូចតូចនោះហើយសាតូរូក៏ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗផងដែរតាមពិតទៅកន្លែងនេះគឺជាពេលវេលាដែលសង្គមអាចបញ្ឈប់សាតូរូបានភ្លាមគេគឺជាឃាតករដែលធ្លាប់មានប្រវត្តិសម្រាប់ក្មេងស្រីយ៉ាងសាហាវហើយឥឡូវនេះទៅតែប្រព្រឹត្តបទល្មើសថ្មីដដែលសារជាថ្មីផុសតាងនិងប្រវត្តិអវត្តកម្មគឺមានគ្រប់គ្រាន់ទាំងអស់ប៉ុន្តែរឿងដែលនឹកស្មានមិនដល់បំផុតនោះគឺប៉ូលីសនិងអាជ្ញាធរជប៉ុននៅពេលនោះបែរជាសម្រេចចិត្តដោះលែងសាតូរូឲ្យមានសេរីភាពទៅវិញយ៉ាងងាយស្រួលសួរថាហេតុអ្វីបានជាអញ្ចឹងមកដល់សពថ្ងៃនេះគេនៅតែមិនអាចរកចម្លើយច្បាស់លាស់ថាហេតុអ្វីបានជាគេត្រូវដោះលែងនោះវាប្រហែលជាដោយសារតែសាតូរូប្រកែកនិយាយលងលោមប្រហែលជាប្រើប្រាស់ចំណេះដឹងទស្សនវិជ្ជាដើម្បីដោះសារឬក៏មកពីប្រព័ន្ធច្បាប់នៅសម័យនោះនៅមានចន្លោះប្រហោងធំពេកប៉ុន្តែទោះបីជាមូលហេតុអ្វីក៏ដោយការសម្រេចចិត្តដ៏ឆ្គងឆ្គងរបស់ប៉ូលីសលើកនេះដែលបានសម្លាប់អនាគតនិងជីវិតក្មេងស្រីបរិសុទ្ធ6ឆ្នាំម្នាក់ផ្សេងទៀតដោយប្រយោលពីព្រោះបន្ទាប់ពីដោះលែងសាតូរូក៏ចាប់ផ្ដើមគិតថាគេគឺជាមនុស្សឆ្លាតជាងប៉ូលីសហើយគេអាចធ្វើអ្វីបានដោយគ្មានអ្នកណាអាចចង់រឹតឬក៏ចាប់គេបានឡើយចូលមកដល់ខែមិថុនាឆ្នាំ1923ភាពភ័យរន្ធត់មួយក៏បានចាប់ផ្ដើមកើតឡើងបន្ទាប់ពីគេចផុតពីសំណាញ់ច្បាប់បានយ៉ាងងាយស្រួលសាតូរូមិនបានទម្លាក់ខ្លួនឲ្យស្ងាត់នោះទេផ្ទុយទៅវិញគេបានចាប់ផ្ដើមយុទ្ធនាការប្រមាញ់ក្មេងស្រីយ៉ាងសាហាវនិងសកម្មបំផុតដែលធ្វើឲ្យកក្រើកប្រទេសជប៉ុនចន្លោះពីខែមិថុនាឆ្នាំ1923ដល់ខែមេសាឆ្នាំ1924ត្រឹមរយៈពេលមកដល់1ឆ្នាំផងអ្នកទោសរូបនេះបានចាប់រំលោភនិងសម្លាប់ក្មេងស្រីរហូតដល់6នាក់ជនរងគ្រោះទាំងអស់គឺសុទ្ធសឹងតែជាអនិច្ចជនដែលមានអាយុចន្លោះពី11ទៅ16ឆ្នាំប៉ុណ្ណោះសាកសម័យមើលតើក្មេងស្រីតូចៗទាំងអស់នោះត្រូវឆ្លងកាត់ភាពភ័យខ្លាចកម្រិតណានៅវិនាទីចុងក្រោយនៃជីវិតរបស់ពួកគេហើយតើឪពុកម្ដាយរបស់ពួកគេនឹងមានអារម្មណ៍វល់និងឈឺចាប់ទំហំប៉ុណ្ណាពេលដែលកូនស្រីជាទីស្រឡាញ់ត្រូវបាត់បង់ជីវិតដោយសារតែជនដៃដល់ម្នាក់នេះដើម្បីគេចពីការតាមដានរបស់ប៉ូលីសសាតូរូមិនបានធ្វើសកម្មភាពតែមួយកន្លែងនោះទេគេបានធ្វើដំណើរចល័តរកក្មេងស្រីឆ្លងកាត់ខេត្តជាច្រើននៅក្នុងតំបន់កានតូដូចជាខេត្តហ្គូម៉ា ណាហ្គាណូ សៃតាម៉ានិងជីបាជាដើមនេះហើយគឺជាភាពគួរឲ្យខ្លាចនិងគួរឲ្យព្រួយបារម្ភនៃចំណេះដឹងដែលគេទទួលបានពីក្នុងគុកសាតូរូមិនមែនជាឃាតករដែលសម្លាប់មនុស្សដោយតក់កំហល់ឬបន្សល់ដានពាសវាលពាសកាលនោះទេសាតូរូគឺជាឃាតករដែលមានគម្រោងការច្បាស់លាស់ចេះប្រើប្រាស់ភាពស្ងប់ស្ងាត់និងដឹងពីរបៀបលុបបំបាត់ភស្តុតាងដែលធ្វើឲ្យប៉ូលីសក្នុងតំបន់នីមួយៗពិបាកនឹងភ្ជាប់សាច់រឿងចូលគ្នាណាពេលនោះប្រជាជននៅតាមខេត្តទាំងនោះចាប់ផ្ដើមរស់នៅក្នុងភាពភ័យខ្លាចរន្ធត់ពាក្យចចាមអារាមអំពីអំពើអ្នកតោះចាប់ក្មេងបានសាយភាយពាសពេញសហគមន៍ឪពុកម្ដាយក៏ចាប់ផ្ដើមលែងហ៊ានបណ្ដោយឲ្យកូនស្រីដើរចេញក្រៅផ្ទះតែម្នាក់ឯងប៉ុន្តែទោះបីជាគេឆ្លាតយ៉ាងណាក៏ដោយក៏សំណាញ់ច្បាប់និងផលកម្មមិនអាចឲ្យគេរួចខ្លួនបានជារៀងរហូតនោះទេជាមួយនឹងចំនួនក្មេងស្រីជនរងគ្រោះកាន់តែកើនឡើងនិងអំពើឃាតកម្មដែលកើតឡើងឆ្លងខេត្តប៉ូលីសនៅតាមតំបន់ផ្សេងចាប់ផ្ដើមដឹងខ្លួននិងសហការគ្នាពួកគេបានដឹងយ៉ាងច្បាស់ថាពួកគេកំពុងតែប្រឈមមុខជាមួយនឹងឃាតករម្នាក់ដែលមានភាពវៃឆ្លាតនិងមានល្បិចកលខ្ពស់ខុសពីអក្រិតជនធម្មតា
ប្រជាជនទូទាំងតំបន់កានតូស្ថិតនៅក្នុងភាពភ័យខ្លាចហើយសម្ពាធទាំងមូលបានធ្លាក់ទៅដល់កងកម្លាំងប៉ូលីសដើម្បីតាមដានតាមប្រមាញ់អ្នកទោសម្នាក់នេះឲ្យតទៅបាននៅទីបំផុតបន្ទាប់ពីការតាមដានយ៉ាងស្វិតស្វាញនៅថ្ងៃទី28ខែកក្កដាឆ្នាំ1924សាត្រូត្រូវបានប៉ូលីសចាប់ខ្លួនបានសម្រេចនៅពេលដែលព័ត៌មាននៃការចាប់ខ្លួនត្រូវបានផ្សព្វផ្សាយឪពុកម្ដាយគ្រប់រូបប្រហាក់ដូចជាបានធូរស្រាលចិត្តបន្តិចប៉ុន្តែសម្រាប់ប៉ូលីសវិញភាពតានតឹងទៅតែចាប់ផ្ដើមប៉ុណ្ណោះពេលដែលប៉ូលីសសាកសួរចម្លើយគេតើអ្នកទាំងអស់គ្នាដឹងអត់ថានៅក្នុងបន្ទប់សួរចម្លើយវាប្រៀបដូចជាការលេងល្បែងសង្គ្រាមផ្លូវចិត្តអញ្ចឹងដំបូងឡើយសាត្រូមិនបានបង្ហាញភាពភ័យខ្លាចឬលាក់បាំងតទៅសោះគេបានអង្គុយឆ្លើយយ៉ាងចិត្តត្រជាក់ហើយសារភាពប្រាប់ប៉ូលីសថាគេមិនមែនសម្លាប់ក្មេងស្រីត្រឹមតែ6នាក់នោះទេតែគេបានរំលោភនិងសម្លាប់រហូតដល់13នាក់ប៉ូលីសស៊ើបអង្កេតពេលនោះស្ទើរតែគាំងបេះដូងគ្រប់គ្នាតែម្ដងចំនួននេះវាច្រើនជាងអ្វីដែលពួកគេរំពឹងទុកឆ្ងាយណាស់ប៉ុន្តែរឿងដែលធ្វើឲ្យយើងក្តៅក្រហាយនិងហួសចិត្តបំផុតនោះគឺត្រង់ថាបន្ទាប់ពីសារភាពបានមួយរយៈសាត្រូបែរជាក្រឡាស់សម្ដីខ្លួនឯងទៅវិញគេបានបដិសេធហើយនិយាយថាសម្រាប់ក្មេងស្រីត្រឹមតែ6នាក់តែប៉ុណ្ណោះនៅក្នុងមួយឆ្នាំនោះគេថែមទាំងចោទប្រកាន់ប៉ូលីសវិញយ៉ាងចាស់ដៃថាប៉ូលីសបានប្រើល្បិចសួរនាំសង្ស័យដើម្បីបង្ខំឲ្យគេទទួលស្គាល់ឃាតកម្ម7នាក់ផ្សេងទៀតដែលគេមិនបានប្រព្រឹត្តតើគេនិយាយការពិតឬគ្រាន់តែជារបៀបដែលគេចង់បង្ហាញថាគេឆ្លាតជាងប៉ូលីសយើងកុំភ្លេចថាគេជាមនុស្សដែលធ្លាប់រៀនអក្សរសាស្ត្រនិងទស្សនវិជ្ជារហូតដល់16ឆ្នាំនៅក្នុងគុកគេដឹងពីរបៀបនិយាយលេងពាក្យសម្ដីនិងប្រើប្រាស់ចន្លោះប្រហោងច្បាប់ដើម្បីលេងសើចជាមួយប្រព័ន្ធយុត្តិធម៌ទោះជាចំនួនពិតប្រាកដជារឿងអាចកំបាំងក៏ដោយតែជាមួយនឹងផុសតាងនិងចម្លើយសារភាពរបស់ជនរងគ្រោះ6នាក់ចុងក្រោយវាគ្រប់គ្រាន់ក្នុងការបញ្ជូនសាត្រូទៅកាន់តុលាការប៉ុន្តែអ្វីដែលគេបានធ្វើនៅពេលរងចាំការកាត់ទោសនៅក្នុងពន្ធនាគារវារឹតតែធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលជាងការសារភាពរបស់គេទៅទៀតនៅពេលដែលសាត្រូត្រូវបានបញ្ជូនទៅរងចាំការកាត់ទោសនៅក្នុងពន្ធនាគារយើងប្រហែលជាគិតថាគេនឹងបង្ហាញវិបដិសារីយំសោកឬក៏សុំទោសគ្រួសារជនរងគ្រោះមែនអត់ប៉ុន្តែអត់ទេវាផ្ទុយស្រឡះតែម្ដងគេបែរជាយកប៊ិចនិងกระดาษមកអង្គុយសរសេរសៀវភៅមកក្បាលយ៉ាងរំភើយទៅវិញសៀវភៅនោះមានចំណងជើងថាសាបាដែលបកប្រែមកមានន័យថាផ្លូវឬក៏ the street សៀវភៅនេះក្រោយមកត្រូវបានគេបោះពុម្ពផ្សាយនិងបានក្លាយទៅជាឯកសារមួយដ៏គួរឲ្យព្រឺក្បាលបំផុតដែលបង្ហាញឲ្យយើងឃើញផ្ទាល់ពីការគិតរបស់ឃាតករបែបនេះនៅក្នុងសៀវភៅនោះគេមិនបានសរសេររៀបរាប់ពីការឈឺចាប់នៃគេផ្ដល់ឲ្យជនរងគ្រោះនោះទេតែគេបែរជាតាំងខ្លួនថាជាអ្នកប្រាជ្ញសិលធម៌ម្នាក់ទៅវិញសាត្រូបានសរសេរបណ្ដាំយ៉ាងវែងដោយប្រាប់ឲ្យឪពុកម្ដាយគ្រប់រូបត្រូវចេះថែរក្សានិងការពារកូនឲ្យបានល្អគេប្រាប់កុំឲ្យឪពុកម្ដាយមិនឲ្យកូនឲ្យដើរលេងផ្ដេសផ្ដាសឬក៏ប្រព្រឹត្តអំពើខុសឆ្គងសាកគិតមើលទៅនេះគឺជាសម្ដីដែលចេញពីមាត់របស់អ្នកទោសដែលទៅចាប់រំលោភនិងសម្លាប់ក្មេងស្រីយ៉ាងសាហាវឃោរឃៅបើតាមដែលយើងមើលទៅវាមិនមែនជាការសុំទោសឬក៏កែខ្លួនអីនោះទេតែវាជាការស្ដីបន្ទោសប្រយោលទៅកាន់ឪពុកម្ដាយជនរងគ្រោះថាជាកំហុសរបស់ពួកគេដែលមិនចេះមើលថែកូនទើបទុកឲ្យឱកាសនេះអាចឲ្យគេសម្លាប់កូនរបស់គេបាននេះគឺជាកម្រិតនៃភាពក្អើតក្រទមនិងបាត់បង់ភាពជាមនុស្សទាំងស្រុងដែលយើងអាចហៅថា psychopathy គេប្រើចំណេះដឹងទស្សនវិជ្ជាក្នុងគុកដើម្បីធ្វើឲ្យទង្វើដ៏ថោកទាបរបស់គេមើលទៅវាហាក់ដូចជាមានតម្លៃឬជាការដាស់តឿនដល់សង្គមទៅវិញប៉ុន្តែទោះជាគេបកកែនិយាយឬសរសេរសៀវភៅពីរោះយ៉ាងណាក៏ដោយក៏លើកនេះប្រព័ន្ធច្បាប់លែងចាញ់បោកសាត្រូទៀតហើយនៅថ្ងៃទី17ខែឧសភាឆ្នាំ1925តុលាការជប៉ុនបានសម្រេចកាត់ទោសប្រហារជីវិតសាត្រូហ្វូកៃជាផ្លូវការ
គេបានព្យាយាមប្តឹងតវ៉ាតុលាការកំពូលប៉ុន្តែសំណុំរឿងរបស់គេត្រូវបានធ្លាក់ចូលក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់សាតារ៉ូទៅហើយចូលមកដល់ថ្ងៃទី2ខែកក្កដាឆ្នាំ1926តុលាការកំពូលរបស់ជប៉ុនបានច្រានចោលការប្តឹងតវ៉ារបស់គេទាំងអស់ហើយបានអង្គុលសាលក្រមប្រហារជីវិតជាស្ថាពររហូតមកដល់ព្រឹកព្រលឹមថ្ងៃទី28ខែកញ្ញាឆ្នាំ1926នៅឯពន្ធនាគារអ៊ីជីហ្គាយ៉ាក្នុងទីក្រុងតូក្យូបរិយាកាសក៏ប្រែទៅជាស្ងាត់ជ្ងុំនេះជាលើកចុងក្រោយដែលអ្នកទោសដ៏គួរឲ្យខ្លាចបំផុតប្រចាំយុគសម័យតៃស៊ូត្រូវបានសន្ទុះកម្មរបស់ខ្លួនដោយការប្រហារជីវិតដោយចងកពេលនោះឆ្មាំពន្ធនាគារបានដើរទៅកាន់បន្ទប់ឃុំឃាំងរបស់សាតារ៉ូដើម្បីនាំខ្លួនគេទៅកាន់ទីតាំងប្រហារជីវិតជាធម្មតាអ្នកទោសដែលដឹងខ្លួនថាសល់ពេលមិនដល់1ម៉ោងទៀតក៏ត្រូវស្លាប់តែងតែមានប្រតិកម្មភ័យខ្លាចស្រែកយំប៉ះទង្គិចផ្លូវចិត្តឬក៏បាត់បង់សតិជាមិនខានប៉ុន្តែសម្រាប់សាតារ៉ូហ្វូកៃវាខុសឆ្លាស់ទាំងស្រុងតែម្ដងយោងតាមកំណត់ត្រារបស់សារព័ត៌មាននៅសម័យនោះគេបានងើបឈរយ៉ាងស្ងៀមស្ងាត់បំផុតគេបានដើរចេញពីបន្ទប់ឃុំឃាំងសម្លឹងមើលទៅមនុស្សដោយខ្សែភ្នែករឹងមាំគ្មានញញើតឬក៏ខ្លាចអ្វីទាំងអស់កាសែតបានរាយការណ៍ថាគេបានដើរទៅកាន់ខ្សែចំណងកន្លែងចងកដោយសភាពថ្លៃថ្នូរនិងអង់អាចខុសពីអ្នកទោសដទៃរហូតដល់ដង្ហើមចុងក្រោយគេនៅតែសម្ដែងតួជាអ្នកប្រាជ្ញហាក់ដូចជាកំពុងតែលះបង់ជីវិតដើម្បីទ្រឹស្ដីទស្សនវិជ្ជាអ្វីមួយអញ្ចឹងនៅពេលនោះអ្នកកាសែតនិងមន្ត្រីដែលឈរមើលផ្ទាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកប្បកិរិយារបស់សាតារ៉ូប៉ុន្តែតើអ្នកទាំងអស់គ្នាគិតដូចខ្ញុំអត់នេះមិនមែនជាភាពក្លាហានឬក៏សេចក្តីថ្លៃថ្នូរអីនោះទេសម្រាប់ខ្ញុំវាគឺជាភស្តុតាងចុងក្រោយដែលបញ្ជាក់ថាគេគឺជាជនវិកលចរិតយ៉ាងពិតប្រាកដគេគ្មានការយល់ចិត្តគ្មានភាពសោកស្ដាយឬក៏គ្មានវិបដិសារីសូម្បីតែបន្តិចចំពោះជីវិតក្មេងស្រីតូចដ៏បរិសុទ្ធដែលគេបានឆក់យកជីវិតនោះការរក្សាមុខមាត់និងភាពក្រអឺតក្រទមនៅវិនាទីចុងក្រោយគឺជារឿងតែមួយគត់ដែលគេខ្វល់ខ្វាយដើម្បីឲ្យប្រវត្តិសាស្ត្រកត់ត្រាចាំទុកប៉ុន្តែរឿងដែលធ្វើឲ្យយើងនៅតែព្រឹកសម្បូររហូតមកដល់សពថ្ងៃនោះគឺថាតើចំនួនជនរងគ្រោះពិតប្រាកដមានត្រឹមតែ7នាក់ដោយដែលតុលាការកាត់ទោសមែនអត់ការពិតលាក់បាំងមួយទៀតគឺរន្ធត់ជាងនេះឆ្ងាយណាស់បើទោះបីជាច្បាប់បានកាត់ទោសប្រហារជីវិតសាតារ៉ូហ្វូកៃសម្រាប់បទល្មើសសម្លាប់ក្មេងស្រី7នាក់ក៏ដោយប៉ុន្តែអ្នកតាមដានប្រវត្តិសាស្ត្រក្រិតកម្មនិងអ្នកស្រាវជ្រាវជាច្រើនជឿជាក់ថាចំនួននេះគឺគ្រាន់តែជាមួយចំណែកតូចតែប៉ុណ្ណោះនៅក្នុងកំណត់ត្រាខ្លះនិងតាមទ្រឹស្ដីរបស់អ្នកជំនាញបានសន្និដ្ឋានថាក្រៅពីក្មេងស្រីដែលត្រូវបានគេសម្លាប់សាតារ៉ូអាចនឹងបានចាប់រំលោភក្មេងស្រីរហូតដល់93នាក់ទៀតនិងស្ត្រីផ្សេងទៀតប្រហែលជា100នាក់នោះតួលេខនេះវាពិតជាធំធេងនិងគួរឲ្យរន្ធត់ខ្លាំងមនុស្សរាប់រយនាក់ដែលត្រូវរស់ក្នុងមុខរបួសផ្លូវចិត្តអស់មួយជីវិតដោយសារតែអ្នកទោសដែលលាក់ខ្លួនក្រោមរបាំងមុខជាអ្នកប្រាជ្ញម្នាក់នេះឯងសំណុំរឿងនេះវាបានបន្សល់ទុកនៅមេរៀនមួយដ៏ល្វីងជូរចត់សម្រាប់ប្រព័ន្ធយុត្តិធម៌របស់ជប៉ុននិងពិភពលោកទាំងមូលហើយរឿងនេះក៏បានចប់ត្រឹមតែប៉ុណ្ណេះមកដល់ចំណុចនេះខ្ញុំចង់សួរមតិអ្នកទាំងអស់គ្នាបន្តិចបើសិនជាយើងក៏លេចមើលទៅក្រោយវិញតើអ្នកទាំងអស់គ្នាគិតថាជាកំហុសរបស់ប្រព័ន្ធច្បាប់ដែលបានដោះលែងគេឲ្យមានសេរីភាពមុនកំណត់ឬក៏អ្នកទាំងអស់គ្នាគិតថាមនុស្សដូចជាសាតារ៉ូដែលខួរក្បាលរបស់គេត្រូវបានបង្រៀនតាំងពីតូចតាំងពីអាយុ7ឆ្នាំគឺมันអាចកែប្រែបានតាំងពីដំបូងមកមែនអត់ហើយបើអ្នកទាំងអស់គ្នាមានយោបល់អីចង់បន្ថែមឬក៏កែប្រែអាចខមមិននៅខាងក្រោមបានហើយខ្ញុំនឹងចាំបានហើយបើសិនជាគិតថាវីដេអូនេះផ្ដល់ចំណេះដឹងនិងការកាត់ពិចារណាថ្មីសូមកុំភ្លេចចុច like ចុច subscribe ហើយដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយៗទៀត
អរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ